ហេតុអ្វីបានជាស្ត្រីដែលគាត់ចង់បានកូនចាំបាច់ក្នុងការញ៉ាំវីតាមីន B9 ពេលដែលស្ត្រីកង្វះនៅវីតាមីន B9 គាត់ជួបនឹងបញ្ហាអីទី1គឺស្លេកស្លាំងកង្វះគ្រាប់ឈាមក្រហមទី2ទារកក្នុងផ្ទៃនឹងប្រឈមមុខជាមួយនឹងវិបត្តិប្រព័ន្ធប្រសាទទី3ស្ត្រីឆាប់អស់កម្លាំងនឿយហត់ការគិតចុះខ្សោយអញ្ចឹងហើយបានជាស្ត្រីដែលគាត់ចង់បានកូនមានផ្ទៃពោះនិងស្ត្រីក្រោយពេលសម្រាលកូនគេឲ្យយើងបន្ថែមនៅអាស៊ីតហ្វូលិកឬមួយក៏វីតាមីន B9 ហ្នឹងឲ្យបានត្រឹមត្រូវនិងគ្រប់ទៅតាមតម្រូវការរាងកាយសួរថាតើស្ត្រីគួរតែញ៉ាំអាស៊ីតហ្វូលិកតែមួយមុខបានអត់បានដោយសារនៅក្នុងជាតិដែកវីតាមីនចម្រុះរបស់យើងគឺមានអាស៊ីតហ្វូលិកដែរអញ្ចឹងយើងអាចញ៉ាំបន្ថែមជាមួយនឹងជាតិដែកអាស៊ីតហ្វូលិកឬមួយក៏វីតាមីនបែបចម្រុះអញ្ចឹងសម្រាប់អ្នកម៉ាក់ដែលគាត់ត្រៀមយកកូនចង់បានកូនកំពុងតែមានផ្ទៃពោះនិងក្រោយសម្រាលត្រូវការថែបំពន់ញ៉ាំបន្ថែមជាមួយនឹងវីតាមីនអាចឆាតប្រឹក្សាលម្អិតជាមួយខ្ញុំអ្នកកូលីណានៅក្នុង Telegram ឬមួយក៏ Page ផ្ទាល់